កើតមកវាលំបាកវាគឺជារឿងធម្មតាដល់ពីម្នាក់នៅក្នុងនោះមានខ្ញុំណែណានេះគឺជាព្រំលិខិតមិនអាចប្រឆាំងនឹងទេវតាបាដការកោក្រឡាំប្រឆាំងវិវាសនាខ្ញុំកំព្រាមិនដឹងឪពុកម្ដាយនៅទីណាហើយវេទនាមិនអាចទៅរៀនអក្សរនៅសាលាគ្រាន់តែដឹងតែពេលនេះខ្ញុំជាក្មេងបាបសាងគួយសម័យពីអនាគតថ្ងៃមុខនឹងទៅជាយ៉ាងណាខ្ញុំនេះខុសគេកំណើសម្រាប់គឺជាតែខ្ញុំតើបងប្អូនដឹងទេចំណីអាហារទាំងយប់ទាំងថ្ងៃខ្ញុំបរិភោគពីគេហើយជួនកាលខ្ញុំលេចអត់បាយខ្ញុំមិនដឹងធ្វើម៉េចទេតែការសាលាសង្ឃឹមថានៅថ្ងៃណាមួយអញមានឱកាសបានរៀនបានសូត្របើសិនជាគេជួយខ្ញុំដេកស្រមៃទាំងយប់ទាំងថ្ងៃវាធ្វើឲ្យខ្ញុំនេះទុកព្រួយរសាត់អណ្ដាតតែម្នាក់ឯងឆាជីវិតមានតែមួយឬឆាជីវិតរបស់ខ្ញុំវាបានតែប៉ុណ្្នឹងខំលើកទឹកចិត្តដោយខ្លួនឯងឲ្យចេះខំប្រឹងតែសំណាងមិនអបព្រោះតែគ្មានទីពឹងខំខំមកសង្កត់ចិត្តធ្វើម៉េចបើជីវិតវាអញ្ចឹងបានមកដល់នាទីនេះមិនដឹងយល់ល្អប៉ុណ្ណាប្រហែលជាកូនអាចមានចំណេះបន្ទាប់ពីចេញពីសាលាមានការងារធ្វើមានមុខមានមាត់ជប់ទៅកញ្ចាស់លុយដុល្លារមិនដូចជាពេលនេះទេកូនជាក្មេងបាបសាខ្ញុំឮគេនិយាយថាខ្លួនទៅទីពឹងខ្លួនកុំធ្វើមកពិបាកចិត្តត្រូវធ្វើចិត្តឲ្យមកមួនបើសិនជាយើងយកទប់លំបាកឧបសគ្គទួនកុំអស់សង្ឃឹមនឹងឆាជីវិតត្រៀមកម្លាំងឲ្យហំហួនខ្ញុំនៅទីនេះជាពីជីវិតចង់ឲ្យអ្នកបានដឹងពីឆាជីវិតសវេទនាជីវិតដែលត្រូវការទីពឹងជីវិតដែលត្រូវគេបោះបង់ចោលជីវិតដែលអស់សង្ឃឹមជីវិតដែលរស់នៅដើម្បី